សួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាចង់ design អាវ web នេះអត់តោះខ្ញុំប្រាប់ពី website មួយដែលយើងអាច design logo អាវនិងរូបភាពផ្សេងៗបានយ៉ាងងាយហើយយើងអាចសេរីវាបានគ្រប់កន្លែងទៀតតោះទៅមើលរបៀបធ្វើវាទាំងអស់គ្នាយើងគ្រាន់តែចូលទៅកាន់ website មួយដែលមានឈ្មោះថា WordPress រួចហើយវានឹងចេញទម្រង់មកបែបហ្នឹងហើយយើងអត់ចាំបាច់ភ្ជាប់ account អីញ៉ៃទេយើងអាចធ្វើការភ្លាមៗបានតែម្ដងហើយយើង download វាបានយ៉ាងងាយទៀតបន្ទាប់មកវាមានបេតុង create យើងចុច create វាទៅរួចហើយវានឹងចេញទម្រង់មកបែបនេះហើយកន្លែង product នេះដែរគឺជាទម្រង់អាវមានច្រើនម៉ូដមែនតើប៉ុន្តែឥឡូវខ្ញុំសូមជ្រើសរើសយកកន្លែងនេះទៅហើយសម្រាប់កន្លែងនេះដែរវាជា color អាវដែលយើងអាចដាក់ពណ៌វាពណ៌អីក៏បានដែរអញ្ចឹងទៅបន្ទាប់មកខាងក្រោមវាគឺជា background របស់ផ្ទាំងការងារមួយនឹងយើងស្រឡាញ់ពណ៌ណាយើងក៏ដាក់ពណ៌នឹងតាមតម្រូវចិត្តរបស់យើងទៅដើម្បី upload រូបភាពបានយើងចុចកន្លែងនេះមកហើយកន្លែងនេះដែរវាមានទាំងមុខទាំងក្រោយកអីវាចាប់ឲ្យយើងទាំងអស់តែម្ដងយើងចូលកន្លែង upload design នេះមកដើម្បីទៅរក logo ឬក៏រូបភាពណាដែលយើងចង់ design លើខ្ញុំយកមួយនេះបន្ទាប់មកអ្នកទាំងអស់គ្នាអាចសេរីទៅមុខទៅក្រោយបើយើងចង់ដាក់មុខយើងដាក់ front ទៅបើយើងចង់ដាក់ក្រោយយើងដាក់កន្លែង back ទៅហើយអ្នកទាំងអស់គ្នាមើលទៅតាមដែលចិត្តអ្នកទាំងអស់គ្នាស្រឡាញ់ចឹងទៅយើងក៏អាចចាប់ទាញ angle ពវល់វាមើលបានខាងក្រោយចឹងទៅហើយកន្លែងនេះដែរខ្ញុំយករូបភាពមកស្លឹកទៀតដើម្បីធ្វើអាវពីក្រោយមកពីក្រោយឲ្យវាមើលទៅវាស៊ីគ្នាអញ្ចឹងប៉ុន្តែបើសម្រាប់អ្នកទាំងអស់គ្នាអត់ចង់បានពីរទេអ្នកទាំងអស់គ្នាដាក់តែមួយទៅសេរីតាមតែចិត្តអ្នកទាំងអស់គ្នាចង់បានបែបហ្នឹងទៅហើយយើងក៏អាចទាញពវល់វា zoom វាចុះឡើងអីក៏បានដែរតែឥឡូវនេះខ្ញុំអត់បាន zoom ឲ្យអ្នកនរគ្នាមើលរួចហើយយើងធ្វើការ export វាមកចុចកន្លែងនេះអញ្ចឹងមកហើយវានឹងទៅកន្លែង download រួចហើយយើងបិទវាទៅមើលកន្លែង download ហ្នឹងdouble click ដើម្បីមើលភាពដែលយើង export វាបានមកមិញមើលទៅវាចូលសាច់ល្អមែនតើអ្នកនរគ្នាអាចសាកជាមួយនឹង website បានរួចហើយកុំភ្លេចជួយ follow TikTok របស់ខ្ញុំអ្នកមួយផង